រហូតដល់ពេលឲ្យយើងត្រូវបានគេបង្ខំដល់ផ្លូវតឲ្យសម្រាប់ចិត្តសុំស្លាប់ទើបយល់ថាតាមពិតការសងសឹកដែលសាហាវបំផុតគឺការធ្វើឲ្យម្ខាងទៀតស្មានថាជាការជួយសង្គ្រោះបែបខ្លាចជាដៅប្រហារដែលសម្រាប់មនុស្សជាស្រឡាញ់ដោយផ្ទាល់ដៃគេយើងត្រូវរស់នៅក្នុងជីវិតដែលនៅសេសសល់យ៉ាងយូរអង្វែងជាមួយការស្ដាយក្រោយដែលតាមលងបន្លាចចំណែកគេយើងដែលមិនទាន់ដឹងរឿងអ្វីទាំងអស់នៅពេលបានធ្វើការសម្រេចចិត្តមួយដែលធ្វើឲ្យគេស្ដាយក្រោយអស់មួយជីវិតភ្នំ Days ជំពាក់ឲ្យយើងច្រើនណាស់លំបាកអ្នកហើយឈួតហើយគេស្មានថាឲ្យយើងមានគ្រាប់ថ្នាំការពារខ្លួនទោះបីជាត្រូវដើរយួនចិនបិទសរសៃទេក៏អាចរក្សាជីវិតបានដែរលាហើយជួបគ្នានៅជាតិក្រោយសម្លេងដែលស្រាលស្រទន់ហាក់ដូចជាលាបាត់ទៅក្នុងខ្យល់ខ្លាចជាសម្លេងចុងក្រោយរបស់យើងរហូតដល់ពេលសម្ដែងរបស់យើងឈួងបន្លឺឡើងទើបគេយើងបានដឹងការពិតថាអ្វីដែលគេស្មានថាជាការការពារចុងក្រោយសម្រាប់នាងបែរជាត្រូវបានយួនឈឺបំផ្លាញចោលយ៉ាងសាហាវនៅលើវេទិកា King Long ទៅវិញគេប្រឹងស្ទុះទៅមុខទាំងស្លន់ស្លោដើម្បីចង់ចាប់យកពន្លឺដៅដែលធ្លាក់ចុះមកនោះតែរាងកាយដែលពោពេញដោយរបួសបែរជាធ្ងន់មិនអាចរើបានមិនអាចបញ្ចេញធម្មពលទេបានសំបីតែបន្តិចបានត្រឹមតែឈោមើលពន្លឺដ៏ត្រជាក់នៃដៅគេទេចាក់ទម្លុះរាងកាយដ៏ទន់ខ្សោយរបស់យើងបន្តិចម្ដងពេលវេលាហាក់ដូចជាឈប់ដើរទាំងស្រុងនៅត្រង់ចំណុចនេះគេលើកដៃដែលញ័រតាក់ត្រកងវៃឲ្យយើងមកក្នុងរង្វង់ដៃយ៉ាងថ្នមហាក់ដូចជាធ្វើបែបនេះអាចរក្សានៅភាពកក់ក្ដៅដែលកំពុងរលាយបាត់ទៅបានទោះជាយ៉ាងណាទោះបីជាកូនប្រុសរបស់អតិថិពិតទោះបីជាមានឋានៈនិងអំណាចទាបលើគេក៏ដោយក៏មិនទទួលបានក្តីមេត្តាសំបីតែបន្តិចពីលើមេឃដែរមនុស្សក្នុងរង្វង់ដៃចុងក្រោយនៅតែត្រូវរលាយបាត់ទៅដូចជាផ្សែងភាពជាចាប់និងភាពអស់សង្ឃឹមយ៉ាងខ្លាំងបានបោកបក់មកដូចជាចំណូលទឹកធ្វើឲ្យគេយើងធ្លាក់ទៅក្នុងភាពស្ដាយក្រោយនិងបន្ទុកខ្លួនឯងមិនចេះចប់ហើយឫសគល់នៃរឿងទាំងអស់នេះគឺចាប់ផ្ដើមឡើងពីល្បិចកដែលគេរៀបចំឡើងយ៉ាងម៉ត់ចត់ព្រះនាង King Len រៀបចំផែនការដាំឧបករណ៍បិសាចក្នុងខ្លួន Set បិសាចហងយាយបញ្ជាគេឲ្យទៅបំផ្លាញភ្នំ Days ដើម្បីបង្កឲ្យមានសង្គ្រាមរវាងទេពនិងបិសាចនឹកស្មានមិនដល់ថាត្រូវបានឲ្យយើងលួចដោះលែងហងយាយទើបរឿងរ៉ាវត្រូវបែកការក្រោមការញុះញង់ពីអ្នកមានបំណងអាក្រក់ឲ្យយើងក៏ខ្លាចជាគោលដៅរបស់មនុស្សគ្រប់គ្នាថែមទាំងត្រូវបានយួនឈីប្រើទារុណកម្មយ៉ាងសាហាវលើរាងកាយទៀតផងហងយាយដើម្បីជួយឲ្យយើងក៏បានលើកតបមកដល់ឋានលូឆេគេយើងដែលដឹងថាមានរឿងមិនស្រួលក៏ប្រញាប់មកខាត់តែនឹកស្មានមិនដល់ថាត្រូវបាន King Len ដែលពួនក្នុងទីងឹតប្រើសិលបិសាចបូមយកធម្មពលទេពព្រោះថាធម្មពលទេពរបស់គេនឹងត្បូងហ៊ីវហួនគឺជាសោសម្រាប់បាត់ចលងក្នុងជាយួនក្នុងខណៈដែលគេយើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ឯយើងដែលដឹងពីចលនារបស់ត្បូងហ៊ីវហួនបានខំទ្រាំនឹងការជិះចាប់ដោយមិនបង្អង់នាងបានប្រើមុខព្យាបាលរបស់សត្វទឹកជួយនឹងដើម្បីយើងជំនះធម្មពលបិសាចដែលកំពុងគ្របដណ្ដប់ត្បូងហ៊ីវជួយឲ្យគេយើងបំបែកសេរួចខ្លួនមកវិញតែនឹកស្មានមិនដល់ថាស្ដេចខ្ងោកបានឈានឱកាសនោះញុះញង់អ្នករាល់គ្នាចាប់ប្រកាន់ឯយើងថាបានលួចតាក់ទងជាមួយពួកបិសាចព្រោះថាគ្មានអ្នកណាអាចចូលក្បែរសេបិសាចបានឡើយហេតុអ្វីឯយើងបែរជាអាចបំផ្លាញវាបានយ៉ាងងាយពេលនោះឯយើងខ្លួនឯងក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរតែនាងមិនដឹងទេថាត្បូងហ៊ីវហួនដែលគ្រប់គ្រងសេបិសាចនោះគឺជាអាវុធរបស់ឯយើងកាលពីជាតិមុនទើបវាមានប្រតិកម្មជាមួយនាងតាមធម្មជាតិបែបនេះក្រោមការញុះញង់របស់ស្ដេចខ្ងោកពួកគេមិនត្រឹមតែចោទថាឯយើងមានធម្មពលបិសាចក្នុងខ្លួននិងតាក់ទងពួកបិសាចប៉ុណ្ណោះទេថែមទាំងទម្លាក់កំហុសនៃការវិនិច្ឆ័យភ្នំ Days ទៅលើនាងទៀតផងចាប់ប្រកាន់គេយើងថាបានការពារឃាតករដែលបំផ្លាញភ្នំ Days ធ្វើឲ្យអ្នករាល់គ្នាខឹងសម្បាយ៉ាងខ្លាំងហើយបង្ខំឲ្យគេយើងដាក់ទោសរន្ទះ9ជាន់លើឯយើងដើម្បីបញ្ជាក់ថាតើក្នុងខ្លួនឯយើងពិតជាមានធម្មពលបិសាចមែនឬអត់តែទោះបីជាមានឬមិនមានក៏ដោយជាមួយនឹងរាងកាយរបស់ឯយើងនៅពេលនេះនាងប្រកាសជាត្រូវរលាយសាបសូន្យឲ្យក្រោមឥទ្ធិពលរន្ទះនោះជាមិនខានតើពិតជាត្រូវបង្ខំនាងឲ្យដល់ស្លាប់មែនទេចំពោះមកការបង្ខិតបង្ខំពីអ្នករាល់គ្នាឯយើងមិនចង់ឲ្យគេយើងលំបាកចិត្តឡើយពុករួមនឹងពាក្យស្ដីបន្ទោសពីមុនដែលអណ្ដែតឡើងក្នុងចិត្តអ្នកឯងដឹងទេថាអតិទេពតូចមានចិត្តល្អយ៉ាងណាគេមិនចង់ឃើញការវិនិច្ឆ័យសាបសូន្យនៃភ្នំ Days ទេរឿងទាំងអស់នេះគឺដោយសារអ្នកគត់គឺដោយសារតែអ្នកជាសត្វទឹកជួយនឹងតែមកតាមរំខានអតិទេពតូចហើយថែមទាំងនាំគ្រោះមហន្តរាយនេះមកក្បែរខ្លួនគេទៀតចង់សួរថាតើភ្នំ Days នឹងចាត់ការយើងយ៉ាងណាប្រសិនបើពួកយើងចាក់ចេញពីភ្នំ Days ខ្ញុំនឹងទៅដោះស្រាយជាមួយទន្លេហេយងភាពស្ដាយក្រោយនិងភាពមិនសុខចិត្តបានលីឡំឯយើងបានទទួលយកការដាក់ទោសដើម្បីបង្ហាញភាពស្អាតស្អំតែគេយើងដើម្បីរក្សាជីវិតឯយើងបានសម្រេចចិត្តបិទអារម្មណ៍ឯយើងរួចកាត់ផ្តាច់ទំនាក់ទំនងជាមួយសត្វទឹកជួយនឹងដែលអាចជួយរាងកាយតាំងពីកំណើតកាត់ផ្តាច់កោះមេងចោលដើម្បីបិទមាត់អ្នករាល់គ្នាដែលចេះតែចោទប្រកាន់គេដឹងថាឯយើងមានគ្រាប់ថ្នាំការពារខ្លួនវិធីនេះនឹងមិនធ្វើឲ្យនាងមានគ្រោះថ្នាក់ដល់ជីវិតទេតែគេមិនដឹងក៏តែសោះថាយួនឈីបានបំផ្លាញគ្រាប់ថ្នាំនោះចោលបាត់ទៅហើយពេលនឹកឃើញដល់អូនស្រីដែលមិនទាន់ញ៉ាស់ចេញពីសុទ្ធនៅលើកោះមេងនោះគឺជាអ្វីដែលសំខាន់ជាងជីវិតរបស់នាងទៅទៀតនាងបានអង្គរកសុំទទួលទោសជំនួសហើយសុំអង្វរគេយើងកុំបំផ្លាញកោះមេងអីតើអ្នកដឹងទេថាអ្នកកំពុងតែសម្លាប់ខ្ញុំទាំងរស់ហើយតែគេយើងមិនបានចិត្តទន់ឡើយគេនៅតែសម្រេចចិត្តកាត់ផ្តាច់កោះមេងចោលដដែលគេយើងក្តីសង្ឃឹមក្នុងការរស់រានរបស់អូនស្រីក៏បានរលាយបាត់ទៅភាពគ្មានមេត្តានិងការមិនទុកចិត្តរបស់គេយើងធ្វើឲ្យយើងអស់សង្ឃឹមយ៉ាងខ្លាំងស្ថិតក្នុងភាពឈឺចាប់ជាពន្ធនាងបានបង្កើតរនាំងការពារព័ទ្ធជុំវិញខ្លួននាងនិងគេយើងកាត់ផ្តាច់រាល់ការរំខានពីខាងក្រៅហើយដោយសារហេតុនេះគេយើងក៏មិនបានយល់សម្រាប់របស់យើងឈឹងដែលប្រញាប់រត់តែស្រ័យប្រាប់ថាគ្រាប់ថ្នាំការពារត្រូវបានបែកចុងក្រោយក៏ខ្លាចជាសពនិរកម្មដែលមិនអាចស្រោចស្រង់បាន